សុបិនឃើញបាក់ធ្មេញឬធ្មេញជ្រុះចេញមកក្នុងជីវិតមានមនុស្សច្រើនដែលធ្លាប់សុបិនឃើញធ្មេញរបស់ខ្លួនជ្រុះមកមិនថាក្នុងជំនឿរបស់អាស៊ីអឺរ៉ុបទេវាត្រូវបានគេនិយាយថាសុបិនបែបនេះបង្ហាញថានឹងមានគ្រោះមហន្តរាយកើតឡើងចំពោះសមាជិកគ្រួសាររបស់អ្នកគេនិយាយថាធ្មេញគឺជានិមិត្តរូបនៃអ្វីដែលក្រៀមក្រំក្នុងគ្រួសារមូលហេតុគឺថាមនុស្សចាស់បាក់ធ្មេញអស់ទើបចែកឋានហើយធ្មេញគឺជាជាលេខាឆ្អឹងដែលលាតត្រដាងនៅខាងក្រៅដូច្នេះការបាត់បង់ធ្មេញមានន័យថាឆ្អឹងសាច់ដាច់ដោយឡែកពីគ្នាទាំងនេះហើយដែលធ្វើឲ្យអ្នកសុបិនឃើញធ្មេញបាក់មានទំនាក់ទំនងនឹងការបែកបាក់ញាតិសន្តានវាមាននិមិត្តច្រើនដែលតាក់ទងនឹងការបាត់បង់ធ្មេញធម្មតាវាសំដៅលើទំនាក់ទំនងដ៏សំខាន់មួយនឹងត្រូវបាត់បង់ឬវានិមិត្តថាគ្រួសារអ្នកនឹងអាចជួបរឿងសោកសៅដែលអ្នកគួរតែប្រយ័ត្នប្រយែងចំពោះសុខភាពមនុស្សចាស់ដើម្បីជៀសវាងរឿងសោកសៅកើតឡើងវាក៏បង្ហាញប្រាប់អ្នកឲ្យមានទំនួលខុសត្រូវច្រើនជាងមុននឹងដល់ពេលដែលត្រូវធំដឹងក្តីប្រសិនបើអ្នកជាមនុស្សដែលមានអារម្មណ៍ថា stress នៅពេលជួបជាមួយអ្នកដទៃសុបិនដែលឃើញបាក់ធ្មេញបង្ហាញថាអ្នកនឹងមានជម្លោះជាមួយគេនិងទំនាក់ទំនងរវាងបុគ្គលរបស់អ្នកអាចនឹងមានបញ្ហាលើសពីនេះការបាត់បង់ធ្មេញទំនងជាបង្ហាញថាស្ថានភាពលំបាកនឹងត្រូវបញ្ចប់ឬប្រភេទនៃទំនាក់ទំនងមួយនឹងមកដល់ទីបញ្ចប់លទ្ធភាពចុងក្រោយនៃក្តីសុបិនប្រភេទនេះគ្រាន់តែបង្ហាញថាពិតជាមានអ្វីខុសជាមួយធ្មេញរបស់អ្នកហើយបាក់ធ្មេញជួរលើអត្ថន័យទូទៅបើអ្នកសុបិនថាបាត់បង់ធ្មេញខាងលើវាបង្ហាញថាគ្រោះមហន្តរាយអាចកើតឡើងចំពោះគ្រួសារអ្នកលើសពីនេះទៅទៀតធ្មេញខាងលើសំដៅលើព្រឹទ្ធាចារ្យអ្នកដែលមានឋានៈខ្ពស់ជាងអ្នកដូច្នេះអ្នកត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះសុខភាពរបស់ឪពុកម្ដាយអ្នកគួរតែមានការពិនិត្យល្អិតល្អន់នៅពេលមានបញ្ហាណាមួយកើតឡើងចំពោះសុខភាពរបស់អ្នកប្រសិនបើអ្នកសុបិនថាបាត់បង់ធ្មេញខាងលើប៉ុន្តែអ្នកមិនមានអារម្មណ៍អ្វីសោះវាបង្ហាញថាអ្នកកំពុងឆ្លងកាត់ការផ្លាស់ប្ដូរនាពេលថ្មីនេះដែលមិនមានផលប៉ះពាល់អាក្រក់ដល់ការរស់នៅបច្ចុប្បន្នរបស់អ្នកទេប្រសិនបើអ្នកសុបិនថាបាត់បង់ធ្មេញខាងលើវាបង្ហាញថាទំនាក់ទំនងរវាងអ្នកនិងអ្នកចាស់អាចនឹងមានភាពតានតឹងវាមិនសមនឹងឲ្យមនុស្សចាស់នៅតែឯងើមានចំនួនដោយសារតែរឿងតូចតាចទេដូច្នេះអ្នកគួរតែព្យាយាមរៀនចេះដាក់ខ្លួនប្រសិនបើអ្នកសុបិនថាបាក់ធ្មេញខាងលើហើយវ៉ាហូឈាមនោះវាបង្ហាញថារៀមច្បងឬចាស់ព្រឹទ្ធាចារ្យរបស់អ្នកអាចទទួលបានប្រាក់ឬសំណាងដែលមិនបានរំពឹងទុកបើអ្នកជាស្ត្រីសុបិនឃើញបាក់ធ្មេញជួរលើបង្ហាញថាអ្នកអាចនឹងរៀបការជាមួយមនុស្សដែលអ្នកស្រឡាញ់ខ្លាំងប៉ុន្តែអ្នកអាចនឹងមិនពេញចិត្តនឹងឪពុកម្ដាយរបស់គាត់ហើយពួកគាត់អាចបង្កើតការលំបាកសម្រាប់អ្នកនៅក្នុងជីវិតប្រចាំថ្ងៃរបស់អ្នកបើអ្នកជាបុរសសុបិនឃើញបាក់ធ្មេញជួរលើវាបង្ហាញថាទំនាក់ទំនងបុគ្គលរបស់អ្នកនឹងមានបញ្ហាអ្នកគួរស្ដាប់ដំបូន្មានរបស់មនុស្សចាស់ឬរៀមច្បងហើយអ្នកមិនគួរប្រហើនពេកទេបើអ្នកជាអ្នកវិនិយោគសុបិនឃើញបាក់ធ្មេញជួរលើវាបង្ហាញថាអ្នកនឹងមានសំណាងក្នុងពេលថ្មីដ៏ឆាប់អ្នកនឹងជួបឱកាសល្អជាច្រើនក្នុងការទទួលយកអត្ថប្រយោជន៍ក្នុងការវិនិយោគរបស់អ្នកបាក់ធ្មេញជួរក្រោមសុបិនឃើញបាក់ធ្មេញជួរក្រោមជានិមិត្តបង្ហាញពីសុខភាពរបស់កូនអ្នកមិនសូវល្អអ្នកគួរតែមានការយកចិត្តទុកដាក់ចំពោះសុខភាពសមាជិកគ្រួសាររបស់អ្នកស្ត្រីសុបិនឃើញបាក់ធ្មេញក្រោមវារំលឹកអ្នកថាអ្នកគួរប្រុងប្រយ័ត្នចំពោះសុខភាពកូនស្រីរបស់អ្នកគួរតែជៀសវាងកុំឲ្យពួកគេធ្លាក់ខ្លួនឈឺបុរសសុបិនឃើញបាក់ធ្មេញក្រោមបង្ហាញថាអ្នកត្រូវប្រុងប្រយ័ត្នចំពោះទំនាក់ទំនងបុគ្គលជាពិសេសជាមួយនឹងថ្នាក់ក្រោមបង្គាប់អ្នកមិនគួរមានចរិតកោងកាចឬឆ្លើយចំពោះរឿងតូចតាចនោះទេវាអាចនឹងធ្វើឲ្យអ្នកខូចឈ្មោះឬមានផលប៉ះពាល់ដល់ការងាររបស់អ្នកទៀតផងក្តីសុបិនរបស់អ្នកជំនួញដែលបាត់បង់ធ្មេញក្រោមព្រមានថាអ្នកគួរតែផ្ដោតការយកចិត្តទុកដាក់លើលំហូរសាច់ប្រាក់របស់អ្នកដើម្បីជៀសវាងស្ថានភាពដែលមនុស្សអាក្រក់ខ្លះអាចលួចលុយរបស់អ្នកសម្រាប់ស្ត្រីមានផ្ទៃពោះការដែលសុបិនឃើញបាក់ធ្មេញក្រោមរំលឹកថាអ្នកត្រូវតែរក្សាសុខភាពដើម្បីជៀសវាងពីការប៉ះពាល់ដល់កូនក្នុងផ្ទៃប្រសិនបើអ្នកមានជំងឺសុបិនបាក់ធ្មេញជួរក្រោមបង្ហាញថាស្ថានភាពរបស់អ្នកមិនកាន់តែប្រសើរឡើងហើយការឆ្លងខ្លះអាចនឹងកើតមាន
អ្នកថែមទាំងគូប្រយ័ត្នកុំឆ្លងដល់ក្មេងសម្រាប់អ្នកវិនិយោគសុបិនឃើញបាក់ធ្មេញក្រោមបង្ហាញថាសំណាងធ្លាក់ចុះទោះបីជាបណ្ដាញទទួលបានការកើនឡើងប្រាក់ចំណូលបន្ថែមក៏ដោយអ្នកក៏មានការចំណាយច្រើនជាពិសេសលើការប្រាស្រ័យទាក់ទងនឹងការដឹកជញ្ជូនអ្នកគួររៀនជំនាញវិនិយោគហើយរងចាំឱកាសសមស្របជាងនេះមនុស្សនៅលីវសុបិនឃើញបាក់ធ្មេញក្រោមវាបង្ហាញថាស្នេហារបស់អ្នកកំពុងឈានដល់ចំណុចត្រូវឆ្លុះបញ្ចាំងអ្នកទំនងជាមានអារម្មណ៍ថាការផ្សារភ្ជាប់សម្រាប់ការភេទផ្ទុយដូច្នេះអ្នកទំនងជាទទួលយកគាត់បានរាល់ការគាំទ្ររបស់អ្នកតិចតូចស្ដួចស្ដាងប៉ុណ្ណាក្តីវាមានន័យដ៏ធំសម្រាប់ពួកយើងសូមចូលរួមឧបត្ថម្ភតាមខាងលើនេះសូមជួយ share ដើម្បីឲ្យទៅដល់មនុស្សជាច្រើនអ្នកទៀតសូមអរគុណច្រើន